đây ở kia chẳng biết ông muốn dương man về Pika to su rồi bỏ lục Lamborghini nâng ca mới nghe pi sầm nạ rồi bỏ ở pi sầm nạ lục Enzo Ferrari chẳng ngày này đái biết ông dưỡng cứ như vậy pi cầm hôn Pagani đại ca tranh Pika reject rồi bỏ cầm hôn Lamborghini nợ pe đại lục Pagani có thực ca nơi nông cầm hôn chiaวิศวะข้อให้หนึ่งดีไซเนอร์ได้การรีเช็คนู้คือกอดจังโยกกระบอกไฟเบอร์โยกหมกធ្វើជាឡានតាំងពីតួឡានរហូតដល់រថយន្តចឹងនៅដើមសតវត្សឆ្នាំ1990លោក Herschel Pagani បានធ្វើការនៅក្នុង Lamborghini ដែលជាអ្នករចនាម៉ូដនិងជាវិស្វករប្រចាំ Lamborghini ផ្ទាល់ដែលគេទទួលស្គាល់ថា Lamborghini នៅពេលនោះគឺជាក្រុមហ៊ុនផលិតរថយន្តដែលមានម៉ាស៊ីនខ្លាំងជាមួយនឹងការរចនាបែបស៊ីវិល័យទាន់សម័យតែទោះជាយ៉ាងណាក៏ដោយលោក Pagani បានលើកកំណត់មួយទៅឲ្យម្ចាស់ក្រុមហ៊ុនគឺគាត់ចង់យកកាបូន fiber យកមកប្រើនៅក្នុងសង្វាក់ផលិតកម្មរថយន្តទាំងមូល Lamborghini បានច្រានចោលទៅនឹងគំនិតរបស់គាត់ភ្លាមដោយ Lamborghini គឺផ្ដោតទៅលើការរចនារបស់ពួកគេហើយនឹងបច្ចេកវិទ្យាដែលមានស្រាប់និងពង្រឹងឲ្យល្អជាងមុនតែប៉ុណ្ណោះដែលពួកគេមិនបានមើលឃើញពីចក្ខុវិស័យនិងសក្តានុពលរបស់កាបូន fiber តទៅមុខទេហើយជាមួយគ្នានោះដែរបញ្ហាប្រឈមនោះគឺហិរញ្ញវត្ថុដើម្បីអភិវឌ្ឍនៅក្នុងការផលិតកាបូន fiber យកមកធ្វើជាគ្រឿងបង្គុំឡាននីមួយៗដោយកាបូន fiber នៅពេលនោះគឺមិនទាន់ពេញនិយមហើយបច្ចេកវិទ្យាក៏មិនទាន់ទំនើបនៅក្នុងការផលិតកាបូន fiber ទៅជាវត្ថុអីមួយឡើយលោក Pagani ក៏បានដើរចេញពីក្រុមហ៊ុន Lamborghini នៅក្នុងឆ្នាំ1992លោកPagani បានបង្កើតក្រុមហ៊ុនតខ្លួននៅក្នុង Mandela ប្រទេសអ៊ីតាលីជាមួយនឹងចំណេះដឹងជ្រៅជ្រះខាងផ្នែកវិស្វកម្មហើយនិងការរចនាលោកបានបដិញ្ញានៅបង្កើតនៅរថយន្តដែលមិនត្រឹមតែមានល្បឿនលឿនប៉ុណ្ណោះទេប៉ុន្តែក៏ជាស្នាដៃសិល្បៈមួយដែរលទ្ធផលនោះ Pagani Zenda បានលេចរូបរាងឡើងនៅចុងទសវត្សរ៍ឆ្នាំ1990 Zenda បានបង្ហាញឲ្យឃើញថាការប្រើប្រាស់កាបូន fiber តាំងពីតួរថយន្តរហូតទៅដល់ interior និង exterior រថយន្តបានកាត់បន្ថយនៅទម្ងន់និងបង្កើននៅសោភ័ណភាពរបស់រថយន្តដែលប្រៀបបានជាមួយនឹងសិល្បៈមួយអញ្ចឹងសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់និងការយកចិត្តទុកដាក់ចំពោះភាពលម្អិតឥតខ្ចោះរបស់ Pagani បានបង្ហាញឲ្យឃើញភ្លាមថា Zenda ទទួលបានជោគជ័យដោយទទួលបានកេរ្តិ៍ឈ្មោះឆាប់រហ័សសម្រាប់ផលិតកម្មដ៏អស្ចារ្យមួយនេះជាមួយនឹងបច្ចេកវិទ្យាទំនើបនិងការរចនាតែមួយគត់ដែលគ្មានគូប្រៀបនិងជាសិល្បៈមួយរបស់លោក Pagani ការងាររបស់ Pagani បានជំរុញឲ្យមានបដិវត្តន៍នៃរថយន្តដែលមានសមត្ថភាពខ្ពស់ត្រូវបានបង្កើតឡើងជាមួយនឹងកាបូន fiber រួមជាមួយនឹងសិល្បៈដ៏ល្អឯកដូច្នេះវីដេអូនេះគឺបានបង្ហាញឲ្យយើងឃើញថាការបដិសេធទៅនឹងរបបកំហើញថ្មីគឺវាមិនល្អទេអញ្ចឹងយើងត្រូវចេះគិតថាគំនិតហ្នឹងអាចនឹងឈានទៅមុខអភិវឌ្ឍបានហើយអត់អញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេ See you next time Peace out